គឺខ្ញុំចង់ចែកបទពិសោធន៍ខ្លះៗថានៅពេលដែលយើងឡើងយន្តហោះហ្នឹងយើងត្រូវការរៀបចំអីគេខ្លះដើម្បីកុំឲ្យវាមីសឬក៏អីអញ្ចឹងណាហើយឥឡូវនេះដែរគឺដំបូងឡើយខ្ញុំរៀបចំកៅអៅរបស់ខ្ញុំគឺខ្ញុំយកទៅដាក់ជា set អញ្ចឹងមកយើងមានខោភ្ជាប់មួយអាវខោភ្ជាប់មួយអាវមកដូចរ៉ូបអីគឺយើងត្រូវដាក់ភ្ជាប់ឲ្យមកហើយអាហ្នឹងគឺកៅអៅយើងគឺចប់ម្ដងហើយនៅរៀបចំអីវ៉ាន់តាក់តងទៅនឹងគ្រឿងតុបតែងខ្លួនឬក៏សាប៊ូឬក៏អីចឹងណាព្រោះអ្នកទាំងអស់គ្នាដឹងស្រាប់ហើយអ្នកខ្លះគាត់ដឹងអ្នកខ្លះគាត់ដឹងទេនៅពេលដែលយើងឡើងយន្តហោះគេអត់ឲ្យយកតាក់តងទៅនឹង liquid ដូចជាទឹកឬក៏សាប៊ូឬក៏អីហ្នឹងលើសពី 100 ml ទេអញ្ចឹងគឺខ្ញុំត្រូវចាក់អំបែកដាក់ដបទូចៗដើម្បីធ្វើដំណើរឥឡូវនេះដែរគឺខ្ញុំចាក់សាប៊ូកក់សក់មកយើងចាក់ដាក់ដបវានៅក្នុងដបទូចៗចឹងមកដោយសារតែយើងអត់អាចយកវាទៅបានច្រើនទេអញ្ចឹងគឺយល់ទៅគឺច្រើនបំផុតតាក់ទង lotion ហ្នឹងគឺ 100 ml នឹងឯងសាប៊ូកក់សក់ខ្ញុំប្រើសាប៊ូកក់សក់វាចុះជាងសាប៊ូ conditioner អញ្ចឹងខ្ញុំដាក់សាប៊ូកក់សក់ទៅរៀងច្រើនហើយយើងគ្របវាមកទៀតគឺខ្ញុំconditioner អានេះគឺ conditioner របស់ខ្ញុំអូដឹងស្រាប់ហើយគឺយើងតើណាយើងអាចយកទៅច្រើនមកបាននោះមើលពេញit's okay មកឥឡូវនេះដែរគឺយើងមកមើលតាក់តងទៅនឹងគ្រឿងថែរក្សាសម្រស់យើងវិញម្ដងថាតើយើងត្រូវយកអីគេខ្លះដូចខ្ញុំគឺអានេះខ្ញុំចាក់ដាក់សាប៊ូដាក់នៅក្នុងដបទូចមកសាប៊ូកក់សក់អានេះសាប៊ូអប់sunscreen អញ្ចឹងព្រោះនៅអាមេរិកនេះគឺក្តៅខ្លាំងខ្ញុំយក sunscreen ទៅដែរ deodorant lip clear យើងរួមទៅក្នុងមួយមុខគឺយើងយកបានក្រោម 100 ml ហើយអានេះវិញគឺ Neutrogena lip moisturizer របស់ខ្ញុំគឺខ្ញុំដាក់ទៅដែរអានេះគឺខ្ញុំមិនដាក់ទៅទេហើយនេះគឺថ្នាំដុសធ្មេញបងប្អូនទាំងអស់គ្នានៅពេលដែលយើងធ្វើដំណើរយើងត្រូវការទិញថ្នាំដុសធ្មេញទូចៗជាក់ប៉ុណ្ណេះមកហើយយើងដាក់ចូលនៅក្នុងនឹងមកហើយនេះគឺក្រែមលាបមុខរបស់ខ្ញុំគឺខ្ញុំចូលចិត្តម៉ាក់ Pixi គឺពណ៌នេះនឹងឯងគឺថា Oh my god ខ្ញុំស្រឡាញ់ពណ៌នេះមែនតើបន្តមកទៀតគឺ another one គឺក្រែមអានេះវិញគឺម៉ា Revlon អានេះមួយទៀតគឺក្រែមទៀតមើលមនុស្សស្រីចាក់មែនតើក្រែមអត់ឈប់ហ្មងអានេះវិញគឺ L'Oreal ខ្ញុំក៏ដាក់ជាមួយនឹង Two Slots ប្រាប់ពុតរុំភ្នែកជ្រះដុសធ្មេញអានេះលេលីបខ្លួនទូចអានេះគឺលេលីបស្បែកបន្តមកទៀតគឺសម្រាប់ eyeliner color ថ្ពាល់ក៏មានក្រាស់ទូចមួយដែរអត់ភ្លេចទេសាប៊ូដុសខ្លួនសម្រាប់ធ្វើសក់ក៏អត់ភ្លេចដែរហើយខ្ញុំអត់យកសបកវាទៅទេដោយសារយើងយកទៅអីនាំតាខាត space ដែរហ្នឹងអញ្ចឹងយើងរួចដាក់អញ្ចឹងអានេះអីវ៉ាន់របស់ខ្ញុំគឺរួចរាល់ហើយខ្ញុំដាក់នៅក្នុងនេះមកចាប់មកស្អប់មកហើយអានេះគឺសម្រាប់ធ្វើសក់របស់ខ្ញុំក៏ខ្ញុំដាក់ទៅដែរអត់អាចខ្វះបានទេហើយយើងត្រូវយកអីគេខ្លះទៀតគឺខ្ញុំគិតថាអីវ៉ាន់នៃការធ្វើដំណើរយើងរៀបមកប៉ុណ្ណឹងមកគឺ